ទេនឹងទាំងគ្នាជួបខ្ញុំម្ដងទៀតជាមួយនឹងខ្ញុំនេះត្រាំម្ដងទៀតហើយថ្ងៃនេះដែរគឺថាខ្ញុំមកសម្រាប់រឿងមួយដែលមានឈ្មោះថា Silent Voice តោះចូលទៅកាន់សាច់រឿងចាប់ផ្ដើមសាច់រឿងដំបូងយើងឃើញជាមួយនឹងតួឯកប្រុសរបស់យើងបានលាឈប់ពីការងារគាត់ក៏បានទៅដកលុយសន្សំរបស់គាត់ទាំងប៉ុន្មានយកទៅឲ្យម្ដាយរបស់គាត់ហើយគាត់ក៏បានមកលើស្ពានដើម្បីបំរុងនឹងលោតទឹកសម្រាប់ខ្លួនបាត់ទៅហើយពេលនោះគាត់រៀបនឹងលោតទឹកសម្រាប់ខ្លួនបាត់ទៅហើយតែគាត់បានឮជាមួយនឹងសំឡេងក្មេងៗបាញ់កំជ្រួចនៅជិតកន្លែងគាត់លោតទឹកធ្វើឲ្យគាត់ភ្ញាក់ខ្លួនគិតឡើងវិញកាត់មកដល់ពេលដែលតួឯកប្រុសរបស់យើងនៅរៀនបឋមហើយខ្ញុំសូមប្រាប់ឈ្មោះតួអង្គឯកប្រុសរបស់យើងតិចគាត់មានឈ្មោះថាអ៊ីឈីដានៅថ្ងៃមួយពេលដែលអ៊ីឈីដាកំពុងតែរៀនសិក្សាស្រាប់តែមានសិស្សថ្មីចូលមករៀននៅក្នុងថ្នាក់របស់គាត់ដែរដែលតួឯកស្រីរបស់យើងមានឈ្មោះថានីស៊ីមីយ៉ាតែតួឯកស្រីរបស់យើងគឺស្ដាប់មិនឮទេដែលនាងត្រូវការឧបករណ៍ជំនួយដើម្បីអាចស្ដាប់បានហើយនាងក៏មិនសូវចេះនិយាយប៉ុន្មានដែរបន្ទាប់ពីបានណែនាំខ្លួនរួចនាងក៏បានចូលរៀនតែមិនរៀនមិនទាន់បានយល់ប៉ុន្មានទេមិត្តរួមថ្នាក់ទាំងអស់គ្នាបាននាំគ្នាធ្វើបាបទៅកាន់នាងទាំងអស់គ្នាបន្ទាប់មកនីស៊ីមីយ៉ាបានធ្វើភាសាកាយវិការដើម្បីចង់ធ្វើជាមិត្តភក្តិជាមួយនឹងអ៊ីស៊ីដាតែតួឯកប្រុសរបស់យើងពិតជាខ្លើយខ្លាំងមែនទែនបានយកដៃគប់ទៅដាក់នាងបន្ទាប់មកទង្វើដែលពួកគេធ្វើបានទៅកាន់នីស៊ីមីយ៉ាកាន់តែខ្លាំងទៅថ្ងៃមួយគ្រូនាយកបានចូលមកកាន់ថ្នាក់របស់អ៊ីស៊ីដាហើយនិយាយថាអ្នកណាខ្លះដែលបានធ្វើបាបទៅកាន់នីស៊ីមីយ៉ាខ្លះពេលនោះគ្រប់គ្នាបានចោទទៅលើអ៊ីស៊ីដាថាបានធ្វើបាបទៅលើនីស៊ីមីយ៉ាតែម្នាក់ឯងតែប៉ុណ្ណោះក៏ប៉ុន្តែពួកគេបានធ្វើបាបទៅកាន់នីស៊ីមីយ៉ាទាំងអស់គ្នាហើយចោទទៅលើតែអ៊ីស៊ីដាតែម្នាក់ឯងបន្ទាប់មកដងវើដែលអ៊ីស៊ីដាបានធ្វើបាបទៅកាន់នីស៊ីមីយ៉ាបានធ្លាក់ទៅលើខ្លួនគាត់ទាំងអស់គ្រប់គ្នាបានស្អប់ពើមអ៊ីស៊ីដានិងបានធ្វើបាបទៅកាន់គាត់យ៉ាងខ្លាំងថ្ងៃមួយនីស៊ីមីយ៉ាបានជួយលុបពាក្យដែលគេនិយាយមើលងាយទៅកាន់អ៊ីស៊ីដាក៏ប៉ុន្តែអ៊ីស៊ីដាមិនបានអរគុណទេបែរជាវាយទៅកាន់នីស៊ីមីយ៉ាទៀតនីស៊ីមីយ៉ាដើម្បីការពារខ្លួនក៏បានវាយទៅកាន់អ៊ីស៊ីដាវិញបន្ទាប់ពីពេលនោះមកនីស៊ីមីយ៉ាក៏បានដូរសាលាទៅបាត់ដល់ពេលឥឡូវអ៊ីស៊ីដាបានទៅសាលាកាយវិការដើម្បីរៀនភាសាកាយវិការនៅទីនោះពេលនោះអ៊ីស៊ីដាបានជួបជាមួយនឹងនីស៊ីមីយ៉ាម្ដងទៀតតែគ្រាន់តែឃើញគាត់ភ្លាមនីស៊ីមីយ៉ាក៏បានដាក់មេប្រូចបាត់បន្ទាប់ពីរត់ពីអ៊ីស៊ីដាហើយនាងក៏បានមកពួននៅកន្លែងមួយពេលនោះអ៊ីស៊ីដាបានប្រកល់សៀវភៅទៅឲ្យនីស៊ីមីយ៉ាវិញពេលដែលគាត់ធ្លាប់រើសបានពេលហើយអ៊ីស៊ីដាក៏បាននិយាយភាសាកាយវិការទៅកាន់នាងដើម្បីសុំនាងធ្វើជាមិត្តភក្តិなれるかな何言ってんの俺កាន់មកដល់ផ្ទះអ៊ីស៊ីដាវិញម្ដាយរបស់អ៊ីស៊ីដាថាបើឯងហ៊ានតែចង់សម្លាប់ខ្លួនទៀតគាត់នឹងដុតលុយដែលអ៊ីស៊ីដាឲ្យគាត់នឹងឲ្យខ្ទេចគ្មានសល់តែお母さんឆេះលុយខ្ទេចគ្មានសល់កាន់មកដល់ពេលដែលអ៊ីស៊ីដាចូលដល់អនុវិទ្យាល័យក៏នៅតែគេធ្វើបាបទៅកាន់គាត់ដែរចាប់ពីពេលនោះមកគាត់លេងស្ដាប់សំឡេងអ្នកណាទាំងអស់គាត់បាត់ខ្វែងទាំងអស់តែម្ដងគាត់លេងស្ដាប់លេងចង់លឺអ្នកណាទាំងអស់ចូលលើហើយគ្រូបងមករៀនអត់ស្ដាប់គ្រូដែលមិនបាច់រៀនទេគ្រូបញ្យល់ចង់មកវិញអត់ស្ដាប់ហើយថ្ងៃមួយនីស៊ីមីយ៉ាក៏បានរាប់អានក្មេងប្រុសម៉ាប់ម្នាក់ដែលមានឈ្មោះថាថូម៉ូហារ៉ូចាប់ពីពេលនោះមកពួកគេទាំងពីរបានរាប់អានគ្នាគឺជាមិត្តភក្តិល្អនឹងគ្នាថ្ងៃមួយអ៊ីស៊ីដាក៏បានចង់ទៅបបួលនីស៊ីមីយ៉ាទៅដើរលេងជាមួយគ្នាតែមានក្មេងប្រុសម្នាក់មកអះអាងថាជាសង្សាររបស់នីស៊ីមីយ៉ាពេលនោះថូម៉ូហារ៉ូបានកបួចក៏អាវក្មេងប្រុសម្នាក់នោះរវៃតែម្ដងក៏ប៉ុន្តែអ៊ីស៊ីដាបានខត់ថាកុំធ្វើដល់ថ្នាក់នឹងអីតែថូម៉ូហារ៉ូនៅតែចង់វាយក្មេងប្រុសម្នាក់នោះដោយសារតែរឿងរញ៉េរញ៉ៃនេះបានធ្វើឲ្យនីស៊ីមីយ៉ាបានជួបជាមួយនឹងអ៊ីស៊ីដាម្ដងទៀតពេលនោះអ៊ីស៊ីដាបានរត់គេចចេញពីនីស៊ីមីយ៉ាហើយនីស៊ីមីយ៉ាក៏រត់តាមចុះតាមឡើងក៏មកដល់កន្លែងឲ្យចំណីត្រីពេលនោះនីស៊ីមីយ៉ាក៏ចង់ឲ្យសៀវភៅមួយទៅកាន់អ៊ីស៊ីដាក៏ប៉ុន្តែរបូតដៃធ្លាក់ទៅក្នុងទឹកបាត់ពេលនោះនីស៊ីមីយ៉ាក៏ចង់លោតទៅយកសៀវភៅវិញតែអ៊ីស៊ីដាចាប់អត់ជាប់អាចសតពេលនោះអ៊ីឈីដាក៏បានលោតទៅតាមនីស៊ីមីយ៉ាដែរពេលនោះសកម្មភាពទាំងប្រមាណត្រូវបានក្មេងប្រុសម្នាក់នោះថតបានឲ្យបែកធ្លាយទាំងអស់ថ្ងៃមួយពេលដែលអ៊ីឈីដាកំពុងតែជួនប្អូនដើរលេងស្រាប់តែប្អូនរបស់អ៊ីឈីដាបានឃើញមនុស្សនៅក្នុងនេះហើយក៏ប្រាប់ទៅអ៊ីឈីដាតាមពិតអ្នកដែលនៅក្នុងនឹងគឺជាក្មេងប្រុសដែលបានថតឲ្យបង្ហោះវីដេអូដែលអ៊ីឈីដាលោតទៅតាមនីស៊ីមីយ៉ាហ្នឹងសោះបន្ទាប់ពីសួរចុះឡើងតាមពិតមិនមែនជាក្មេងប្រុសទេគឺជាក្មេងស្រីនោះគឺជាប្អូនរបស់នីស៊ីមីយ៉ាដែលមានឈ្មោះថាយ៉ូសូរ៉ូដោយសារតែការបង្ហោះរូបភាពទាំងនេះទើបនីស៊ីមីយ៉ាបានដេញយ៉ូសូរ៉ូចេញពីផ្ទះពេលនោះ
Ishida បានយកក្មេងស្រីម្នាក់នោះមកឲ្យហូបអីនៅផ្ទះរបស់គាត់បន្ទាប់ពីហូបរួចគាត់ក៏បានយកសរោទៅឲ្យម្ដាយរបស់ Nishimiya វិញតែម្ដាយរបស់ Nishimiya មិនបានអរគុណទេបានដើរមកដល់ក៏បានថ្ងៃមួយពេលដែល Ishida និង Nishimiya បានដើរលេងជាមួយគ្នាក៏បានជួបជាមួយនឹងមិត្តចាស់ហើយ Ishida ក៏បានមានបំណងមួយចង់ឲ្យពួកគេមិត្តចាស់ទាំងអស់គ្នាជួបគ្នាដែលមិត្តចាស់ម្នាក់ដែលធ្លាប់ធ្វើបាប Nishimiya កាលពីក្មេងមិនបានបញ្ឈប់ទម្លាប់ការធ្វើបាបនោះទេបានដល់ធំហើយនៅតែធ្វើបាបទៀតជឿពេលនោះ Ishida បានចូលទៅខកថាកុំឲ្យធ្វើបែបនេះទៀតនៅថ្ងៃមួយ Nishimiya បានចង់សារភាពស្នេហ៍ទៅកាន់ Ishida នាងក៏បាននិយាយ何これ月うん綺麗だねអូយតាំងចិត្តណាស់លោកអើយគណពាក្យ I love you ប៉ុណ្ណឹងនិយាយទៅគីថ្ងៃមួយ Ishida បានបបួលមិត្តភក្តិចាស់របស់គាត់មកដើរលេងជុំគ្នាអើយយកមកបែកនេះមកទៅអីពេលនោះមិត្តដែលធ្លាប់ធ្វើបាប Nishimiya ក៏បានបបួល Nishimiya ទៅចូលជិះស្អីគេអាមេអំបិលនឹងជុំគ្នាដូចជាមិនសូវស្រួលសោះនេះមុនពេលដែលឡើងជិះអាមេរង្វិលនឹងជុំគ្នាអូនស្រីរបស់ Nishimiya ក៏បានដាក់កាមេរ៉ាមួយទុកឃ្លាំមើលបងស្រីរបស់នាងហើយអាកន្លែងហ្នឹងវាមិនសូវសំខាន់ហ្មងទេគ្រាន់តែនិយាយគ្នាហើយវាយ Nishimiya តែប៉ុណ្ណឹងកន្លែងហ្នឹងសូមកាត់ចោលទៅប៉ុណ្ណឹងបន្ទាប់ពី Ishida បានដឹងរឿងទាំងអស់នេះបានស្ដីបន្តទៅកាន់មិត្តដែលធ្លាប់បូលីទៅកាន់ Nishimiya ហ្នឹងតែនាងមិនបានថានេះគឺជារំកំហុសរបស់នាងទេគឺជាកំហុសរបស់ Nishimiya តែរសើរតែពេលនោះវារញ៉េរញ៉ៃពេល Ishida ក៏បាននិយាយថាមិនមែនទេរឿងទាំងអស់នេះគឺជាកំហុសរបស់គាត់តែម្នាក់គត់នៅថ្ងៃបុណ្យឆ្លងឆ្នាំ Nishimiya បានស្លៀកឈុតយ៉ាងស្អាតដើម្បីទៅមើលកាំជ្រួចជាមួយនឹង Ishida តែនៅថ្ងៃនេះ Nishimiya នាងនឹងបញ្ចប់ជីវិតរបស់នាងដើម្បីកុំឲ្យ Ishida ត្រូវគេមើលងាយទៀតគិតថាកំហុសគ្រប់យ៉ាងមកពីរូបនាងតែប៉ុណ្ណោះពេលនោះ Nishimiya ក៏បានប្រើកាយវិការដើម្បីនិយាយទៅកាន់ Ishida ថានាងសូមទៅផ្ទះមុនហើយតែនេះមិនមែនមកផ្ទះទេគឺមកសម្លាប់ខ្លួនពេលនោះ Ishida ក៏បានមកតាន់ក៏បានរត់ទៅខាត់នាងតែម្ដងIshida ក៏បានរត់ទៅចាប់ដៃនាងជាប់ពេលដែលទាញនាងឡើងរួចគាត់ក៏បានធ្លាក់ទៅម្ដង RIP Ishida នៅពេលនោះម្ដាយរបស់ Nishimiya បានមកសុំទោសម្ដាយរបស់ Ishida តែម្ដាយរបស់ Ishida បាននិយាយថាមិនអីទេអ្នកតឡងអើយតិចទៀតកូនយើងគឺជាប្តីប្រពន្ធនឹងគ្នាហើយវាមិនអីទេនៅពេលនោះមិត្តភក្តិដែលធ្លាប់ធ្វើបាប Nishimiya ក៏បានមកវាយធ្វើបាបនាងដោយសារតែធ្វើឲ្យ Ishida របស់នាងធ្លាក់ពីលើប៊ីសងាប់ប៉ុណ្ណឹងតែនៅពេលនោះម្ដាយរបស់ Nishimiya មកតាន់ពេលនោះក៏បានសន្ធឹកផ្លែដាវសង្គ្រាមវាយគ្នាទាំងពីរនាក់បានវាយគ្នាតតែម្ដាយរបស់ Ishida បានមកខាត់ពេលយប់មួយ Nishimiya បានរត់មកយំនៅកន្លែងដែលពួកគេធ្លាប់តែឲ្យចំណីត្រីពេលនោះមានអភូតហេតុមួយកើតឡើង Ishida កំពុងតែដេកលើក្រាបពេលសុកស្រាប់តែភ្ញាក់ក៏រត់ទៅកន្លែងដែលពួកគេធ្លាប់តែដាក់ចំណីត្រីនឹងដូចគ្នាពេលនោះពួកគេក៏បានជួបគ្នានៅទីហ្នឹងទៅអូខេអរគុណអ្នកទាំងគ្នាសាច់រឿងរបស់យើងបានមកដល់ទីបញ្ចប់ហើយតើអ្នកទាំងគ្នាយល់យ៉ាងណាដែរចំពោះការសម្រាយសាច់រឿងរបស់ខ្ញុំចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ